បាទគោរពជំរាបសួរពុកម៉ែបងប្អូនបាទវល់មកសាជាថ្មីពាក់ព័ន្ធជាមួយការចិញ្ចឹមមាន់ស្រែណាបងប្អូនខានថតជូនពុកម៉ែបងប្អូនយូរមាន2ត្រង់ចិត្តល្មមលក់ឲ្យបងប្អូននៅរយៈពេលកន្លះខែទៀតអាចលក់ចេញបាន2ត្រង់ណាបងប្អូនអាចបាន100ក្បាលជាងកាលដាក់កូន200ណាបងប្អូនកាលដាក់កូន200តែអ្វីដែលនៅសល់គឺបាន100ក្រាស់អីទេណាបងប្អូនណាទៅអស់ខ្លះហើយមួយរយៈនេះអាកាសធាតុប្រែប្រួលច្រើនក្តៅខ្លាំងខ្យល់ត្រជាក់រៀបភ្លឺអីចឹងជាដើមណាធ្វើឲ្យមាន់សុខភាពអត់សូវល្អទេតែព្យាយាមបិទបាំងហើយនឹងបាញ់ថ្នាំទឹកទៅលើទ្រុងបរិវេណអីទាំងអស់ហ្នឹងបាយកបោសជាដើមណាចឹងឆ្លៀតថ្ងៃនេះឆ្លៀតថតជូនពុកម៉ែបងប្អូនតែបន្តិចហ្នឹងទេអត់ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ថ្នាំហើយបាញ់លើទ្រុងហើយនឹងបោសសម្អាតទ្រុងឲ្យជាដើមទ្រុងខ្ញុំនេះត្រូវសម្អាតទៀតហើយបងប្អូនអាចខ្មៅអស់ហើយប៉ុន្តែដោយសាររវល់ណាវល់លក់ដូរច្រើនមួយរយៈហ្នឹងអញ្ចឹងអត់បាននៅមើលថែមាន់ប្រហែលទេបងប្អូនណាទៅអស់3 4ដែរ2ថ្ងៃមុនងាប់អាទ្រុង300លិចបងប្អូនមើលវីដេអូក្រោយថតជូនបងប្អូនចឹងអរគុណច្រើនឆ្លៀតថតជូនប៉ុណ្ណឹងណាបងប្អូនណា